ចូលរួមជាចំណែកគេថាកីឡាមានស្នូលសំខាន់3បាទសំខាន់3ទី1គឺយើងមានគណៈកម្មការជាស្នូលទី1ដែលរៀបចំទី2គឺការចូលរួមបាទពីកីឡាករនេះហើយចំណុះទុកទាំងអស់ទី3គឺអីដៃគូឧបត្ថម្ភគ្រប់គ្រងបាទអញ្ចឹងឥឡូវយើងបន្តទស្សនាកុំឲ្យខាតពេលកុំឲ្យបងប្អូនធុញទ្រាន់ទូកវែងរបស់យើងបានចេញដំណើរមកហើយទី1វិសុទ្ធគង្គានិវាសែនជ័យបារមីវត្តទឹកថ្លាបាទមកពីសែនសុខរាជធានីភ្នំពេញនៅខ្សែទឹកខាងក្នុងចិន្តាមនីមហាបវរធិបតីបាទមកពីជ័យធំខ្សាច់កដាលបាទឥឡូវយើងឃើញថាការផ្គូកងដូចខ្ញុំបានជម្រាបជូនអញ្ចឹងណាម្សិលមិញពួកគាត់ធ្វើមិនបានល្អទាំងពីរជើងប៉ុន្តែមកប៉ះគ្នានេះគឺល្អមើលបាទប្រហាក់ប្រហែលគ្នាល្អណាស់ទិរៈវេលាអញ្ចឹងយើងឃើញថាមកព្រមគ្នាឯកសណ្ឋានខាងក្នុងគឺពណ៌ផ្ទៃមេឃចុងចវាពណ៌សនោះគឺវិសុទ្ធគង្គានិវាសែនជ័យបារមីវត្តទឹកថ្លាចំណែកខ្សែទឹកខាងក្រៅឯកសណ្ឋានពណ៌បៃតងចុងចវាពណ៌សជាមួយនឹងសកម្មភាពនៃការចាក់យោងរបស់ចំណុះទូកគឺជាចិន្តាមនីមហាបវរធិបតីបាទជ័យធំខ្សាច់កដាលមានព្រៀបបន្តិចបន្តួចចិន្តាមនីចំណែកឯខ្សែទឹកខាងក្នុងមិនហើយវិសុទ្ធគង្គានិវានេះមកឆ្ងាយទេមកតាំងពីសែនសុកមកតាំងពីសែនសុកបាទរាជធានីភ្នំពេញមើលខ្សែទឹកក្រៅដូចជាដកហើយតែខ្សែទឹកក្នុងបាទមកលេងគ្នាតែនៅមុខវេទិកាកិច្ចយោព្រះពន្លានឹងតែម្ដងបាទអត់តន់ទេមើលទៅបានណាបាទមកដល់ចំណុចនេះចំណុះច្រើនតែខុសគ្នាតែមិនតិចលបឿនអូយគាត់ចាក់រឹតតែថែមលបឿនខាងក្រៅអូហូទុកក្រៅនេះគឺចិន្តាមនីមហាបវរធិបតីពូលាស់ជ្រៃធំខ្សាច់កដាលបាទជើងទី1នេះគឺគាត់បានទទួលជ័យជំនះទៅលើវិសុទ្ធគង្គានិវាសែនជ័យបារមីវត្តទឹកថ្លាដែលមកពីខណ្ឌសែនសុខរាជធានីភ្នំពេញ